សូមស្វាគមន៍មកកាន់នេតិរឿងរន្ធត់ជាទីដែលស្រមោលអាប់អួរលាក់បាំងអត្ថាកំបាំងគួរឲ្យព្រឺព្រួយសូមត្រៀមចិត្តត្រៀមថ្លើមឲ្យម៉ាំព្រោះរឿងដែលអ្នកនឹងបានស្ដាប់នេះអាចនឹងធ្វើឲ្យអ្នកគេងមិនលក់ពេញមួយយប់រឿងខ្មោចនាងតានីឆ្នាំ1964ព្រះអាទិត្យចាំងជាពន្លឺពណ៌មាសគ្របដណ្ដប់លើវាលស្រូវដ៏ល្វឹងល្វើយពេលដែលលោកសម្បូរបានជិះរទេះគោចេញពីផ្លូវលំធំឆ្ពោះទៅកាន់ភូមិព្រៃផ្អាវភូមិមួយនេះលាក់ខ្លួនកណ្ដាលព្រៃឈើព័ទ្ធជុំវិញដោយដំណាំចេកក្រាស់ៗដែលមើលទៅដូចជាជញ្ជាំងធម្មជាតិលោកសម្បូរជាកំឡោះចាស់វ័យ30ឆ្នាំគាត់បានបំពេញការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកគ្រូបង្រៀនពីសាកលវិទ្យាល័យភ្នំពេញឥឡូវនេះគាត់ត្រូវបានគេចាត់ឲ្យទៅបង្រៀននៅសាលាបឋមសិក្សាមួយក្នុងភូមិព្រៃផ្អាវនេះឯងក្នុងចិត្តសម្បូរពោពេញទៅដោយក្តីរំភើបនិងក្តីរំពឹងគាត់ស្រមៃចង់ឃើញកុមារក្នុងភូមិនេះចេះអានចេះសរសេរដើម្បីអនាគតដ៏ភ្លឺស្វាងភាពឯកោរបស់កំឡោះវ័យ30ឆ្នាំដែលមិនទាន់មានគូស្រការត្រូវបានបំពេញដោយក្តីស្រឡាញ់ចំពោះមុខរបរគ្រូបង្រៀននេះរទេះគោបានឈប់នៅមុខផ្ទះឈើចាស់ទ្រុឌទ្រោមមួយដែលមានទំហំល្មមសម្រាប់គាត់ស្នាក់នៅផ្ទះនេះមានម្លប់ត្រជាក់ល្ហឹមដោយសារដើមឈើធំធំនិងជាពិសេសគឺដើមចេកព្រៃមួយដើមដ៏ធំសម្បើមដែលដុះត្រដាងស្លឹកខ្ពស់ហួសដំបូលផ្ទះទៅទៀតដើមចេកនោះមើលទៅហាក់ដូចជាមានអាយុកាលរាប់សិបឆ្នាំទៅហើយសម្បូរមិនដែលឃើញដើមចេកណាធំប៉ុណ្នេះពីមុនមកទេយាយប្រាក់ជាម្ចាស់ផ្ទះជួលមានវ័យចាស់70ឆ្នាំបានចេញមកទទួលគាត់ដោយស្នាមញញឹមចាលោកគ្រូសម្បូរស្វាគមន៍មកកាន់ភូមិព្រៃផ្អាវផ្ទះនេះទោះចាស់បន្តិចមែនតែត្រជាក់ស្រួលណាស់សម្បូរញញឹមតបហើយចាប់ផ្ដើមរៀបចំអ៊ីវ៉ាន់គាត់សង្កេតឃើញថាយាយប្រាក់ក្រមែងតែងតែមើលទៅដើមចេកធំនោះដោយក្រសែភ្នែករំភើបឡាយលំនឹងភ័យខ្លាចបន្តិចបន្តួចយាយដើមចេកនោះធំម្ល៉េះពីមុនមានអ្នកណាដើមវាដែរឬយាយប្រាក់ក្របឈរត្រង់លើកដៃអង្អែលសរសៃសក់សំពងរបស់គាត់លោកគ្រូដើមចេកនេះមិនមែនជាដើមចេកធម្មតាទេវាកើតឡើងតាំងពីយាយមិនទាន់កើតមកម្ល៉េះឬតគ្រាថាមានអ្នកតាថែរក្សាហើយក៏មានរឿងខ្មោចលងច្រើនណាស់ដែរលោកគ្រូកុំបេះផ្លែវាឬកុំកាប់ដើមវាឲ្យសោះណាទឹកមុខរបស់យាយប្រាក់ប្រែជាធ្ងន់ធ្ងរសម្បូរជាអ្នករៀនសូត្រខ្ពស់ចិត្តមិនងាយជឿរឿងអបិយជំនឿប៉ុន្មានទេតែគាត់ក៏មិនបានតវ៉ាអ្វីដែរគាត់គ្រាន់តែញញឹមហើយឆ្លើយថាបាទយាយខ្ញុំគ្រាន់តែស្នាក់នៅទេខ្ញុំមិនរវីរវល់ជាមួយដើមចេកហ្នឹងទេយប់ដំបូងនៅផ្ទះថ្មីសម្បូរគេងលក់ស្កប់ស្កល់ខ្យល់អាកាសបរិសុទ្ធនិងភាពស្ងប់ស្ងាត់នៃភូមិជនបទបានធ្វើឲ្យគាត់ភ្លេចអស់នូវភាពអ៊ូអរនៃទីក្រុងភ្នំពេញតែពាក់កណ្ដាលអាធ្រាត្រគាត់ភ្ញាក់ឡើងដោយសារក្លិនក្រអូបឈ្ងុយឈ្ងប់មួយក្លិននោះដូចជាក្លិនផ្កាម្លិះលាយលំជាមួយក្លិនចេកទុំដែលបាក់ផាត់ចូលតាមបង្អួចគាត់ងើបអង្គុយលើក្រែហើយងាកមើលទៅក្រៃបង្អួចពន្លឺភេរច័ន្ទពេញវងបានចាំងផ្លាតទៅលើដើមចេកធំនោះធ្វើឲ្យវាលេចធ្លោដូចជាស្រមោលយក្សមួយគាត់គិតថាប្រហែលជាមានផ្ការីកនៅក្បែរនោះហើយទើបមានក្លិនឈ្ងុយបែបនេះប៉ុន្មានថ្ងៃក្រោយមកសម្បូរបានចាប់ផ្ដើមបង្រៀននៅសាលាភូមិក្មេងៗក្នុងភូមិរីករាយនឹងលោកគ្រូថ្មីដែលមានចំណេះដឹងខ្ពស់តែនៅពេលយប់គាត់ចាប់ផ្ដើមកត់សម្គាល់ឃើញនៅរឿងចម្លែកក្លែងក្លិនក្រអូបឈ្ងុយឈ្ងប់នោះនៅតែកើតមានឡើងរៀងរាល់ពាក់កណ្ដាលអាត្រាតជួនកាលគាត់ឮសំឡេងខ្សឹបខ្សៀវតិចៗដូចជាសំឡេងនារីកំពុងតែបន្លឺឡើងពីក្រោមដើមចេកគាត់តែងតែគិតថាប្រហែលជាខ្យល់បាក់ប៉ះស្លឹកចេកឬក៏ជាសត្វអ្វីមួយនៅទីនោះយប់មួយគាត់កំពុងអានសៀវភៅនៅក្នុងពន្លឺចង្គៀងគោមក្លិនក្រអូបនោះក៏បកផាត់ចូលមកម្ដងទៀតលើកនេះសំឡេងខ្សឹបខ្សៀវនោះកាន់តែច្បាស់គាត់លួចមើលតាមបង្អួចហើយបានឃើញស្រមោលស្ត្រីម្នាក់ឈរនៅក្រោមដើមចេកស្រមោលនោះមានសក់វែងអន្លាយតចង្កេះពាក់អាវសបញ្ចេញពន្លឺភឿព្រាលនៅក្រោមរស្មីព្រះច័ន្ទសម្បូរភ័យញ័រពេញខ្លួនគាត់ធ្លាប់ឮរឿងខ្មោចលងច្រើនតែមិននឹកស្មានថាខ្លួនឯងនឹងជួបប្រទះផ្ទាល់បែបនេះទេគាត់បានបិទបង្អួចយ៉ាងលឿនហើយធ្វើពុតជាគេងលក់តែចិត្តរបស់គាត់នៅតែភ័យខ្លាចរហូតទាល់តែភ្លឺព្រឹកឡើង
គាត់បានទៅជួបលោកតាចៅអធិការវត្តក្នុងភូមិហើយបានរៀបរាប់រឿងរ៉ាវដែលគាត់បានជួបប្រទះលោកតាចៅអធិការក្រវីក្បាលតិចៗហើយនិយាយថាអាត្មាធ្លាប់ឮទឹកគ្នាថាដើមចេកធំនោះមាននាងតានីថែរក្សានាងជាខ្មោចស្រីស្អាតដែលស្លាប់ដោយមិនទាន់បានរៀបការនាងតែងតែបង្ហាញខ្លួនឲ្យតែបរមណាដែលស្នាក់នៅចិត្តដើមចេកនោះបានឃើញតែនាងមិនធ្វើបាបអ្នកណាទេគ្រាន់តែនាងចង់បានមិត្តភក្តិព្រោះនាងឯកោណាស់សម្បូរមានអារម្មណ៍លីលំគ្នារវាងភ័យខ្លាចនិងអាណិតគាត់នៅតែមិនទាន់ជឿទាំងស្រុងតែរឿងរ៉ាវរបស់លោកតាចៅអធិការបានធ្វើឲ្យគាត់គិតច្រើនពេលល្ងាចគាត់ត្រឡប់មកផ្ទះវិញក្នុងចិត្តនៅតែគិតដល់រឿងនាងតានីយប់នោះក្លិនក្រអូបនៅតែមានសម្បូរក៏លួចបើកបង្អួចមើលម្ដងទៀតលើកនេះស្រមោលនោះបានដើរមកជិតផ្ទះរបស់គាត់នាងមានសម្រស់ស្រស់ស្អាតលើសពីការស្មានស្បែកសស្អាតភ្នែកធំធំមានមន្តស្នេហ៍សក់ខ្មៅរលោងវែងអន្លាយនាងស្លៀកសម្លៀកបំពាក់ខ្មែរបុរាណពណ៌សលឿងទុំដូចជានារីខ្មែរសម័យកាលពីមុននាងបានងើយមុខមើលមកបង្អួចផ្ទះគាត់ដោយស្នាមញញឹមដ៏ស្រទន់បេះដូងរបស់សម្បូរលោតញាប់ខុសធម្មតាភាពភ័យខ្លាចបានប្រែក្លាយទៅជាការចាប់អារម្មណ៍នាងមិនមែនជាខ្មោចគួរឲ្យខ្លាចដូចដែលគាត់ធ្លាប់ស្រមៃទេតែនាងជាស្រីម្នាក់ដែលមានសម្រស់ផូរផង់គួរឲ្យទាក់ទាញចាប់ពីយប់នោះមកនាងតានីតែងតែបង្ហាញខ្លួនឲ្យសម្បូរឃើញដំបូងនាងគ្រាន់តែឈរនៅក្រោមដើមចេកហើយញញឹមដាក់គាត់ក្រោយមកនាងបានអង្គុយនៅលើមាត់បង្អួចហើយនិយាយខ្សឹបខ្សៀវជាមួយគាត់សំឡេងរបស់នាងពីរោះរណ្ដំធ្វើឲ្យចិត្តសម្បូររសាប់រសល់នាងតានីបានរៀបរាប់ពីរឿងរ៉ាវរបស់នាងមានឈ្មោះថាចន្ទ្រាជាកូនស្រីអ្នកមាននៅសម័យបុរាណនាងបានលួចស្រឡាញ់បុរសម្នាក់ដែលជាអ្នកកាប់ឈើហើយឪពុកនាងមិនព្រមឲ្យនាងរៀបការជាមួយបុរសនោះឡើយនាងក៏សម្រេចចិត្តរត់តាមប្រុសស្នេហ៍តែបុរសនោះបានក្បត់នាងហើយបោះបង់នាងចោលកណ្ដាលព្រៃដោយទុកឲ្យនាងស្លាប់ដោយភាពឯកោនិងឈឺចាប់ក្រោមដើមចេកនេះឯងដោយសារតែនាងមិនទាន់បានរៀបការហើយមានវិញ្ញាណជាប់ជំពាក់នឹងភាពឈឺចាប់និងឯកោនាងក៏ក្លាយជាខ្មោចនាងតានីរងចាំបុរសណាដែលអាចយល់ពីអារម្មណ៍របស់នាងរឿងរ៉ាវរបស់នាងតានីបានធ្វើឲ្យសម្បូរកាន់តែអាណិតនាងគាត់ក៏ជាបុរសម្នាក់ដែលឯកានិងមិនទាន់មានគូស្រករគាត់មានអារម្មណ៍ថាខ្លួនគាត់និងនាងតានីមានរឿងរ៉ាវស្រដៀងគ្នាយប់ហើយយប់ទៀតពួកគាត់បាននិយាយគ្នានាងតានីតែងតែសួរសម្បូរពីរឿងជីវិតរបស់គាត់ពីរឿងបង្រៀនក្មេងៗពីរឿងក្តីស្រមៃរបស់គាត់សម្បូរត្រូវបាននាងតានីយកចិត្តទុកដាក់រហូតគាត់ភ្លេចថានាងជាខ្មោចទៅហើយបន្តិចម្ដងសម្បូរក៏ចាប់ផ្ដើមលងនឹងសម្រស់និងមន្តស្នេហ៍របស់នាងតានីគាត់ឈប់ភ័យខ្លាចនាងហើយថែមទាំងរងចាំដល់ពេលយប់ដើម្បីបានជួបនាងទៀតផងគាត់ចាប់ផ្ដើមធ្វេសប្រហែសនៅក្នុងងារបង្រៀនក្មេងៗសិស្សរបស់គាត់ចាប់ផ្ដើមកត់សម្គាល់ឃើញថាលោកគ្រូរបស់ពួកគេคล้ายទៅជាមនុស្សប្លែកខ្សោយកម្លាំងភ្នែករង្វង់ខ្មៅហើយតែងតែធ្មឹងគិតគាត់លែងញញឹមសោះលោកគ្រូសម្បូរក៏លែងមានអារម្មណ៍ឃ្លានអាហារគាត់កេងក៏មិនបានស្កប់ស្កល់ដែរតែអារម្មណ៍តែបានជួបនាងតានីរាល់យប់បានធ្វើឲ្យគាត់មានអារម្មណ៍រីករាយមួយដែលគាត់មិនធ្លាប់មានពីមុនមកគាត់ចាប់ផ្ដើមស្រឡាញ់នាងតានីដោយមិនបានគិតថានាងជាវិញ្ញាណនោះឡើយការប្រែប្រួលរបស់លោកគ្រូសម្បូរមិនអាចលេចបាំងពីក្រសាភ្នែករបស់យាយប្រាក់និងអ្នកភូមិបានយូរឡើយយាយប្រាក់បានទៅសាលាហើយឃើញសម្បូរគេងលើតុតែម្នាក់ឯងពេលដែលក្មេងៗកំពុងរៀនគាត់មើលទៅដូចជាមនុស្សអស់កម្លាំងនិងគ្មានប្រលឹងយាយប្រាក់ភ័យព្រួយជាខ្លាំងហើយបានទៅជួបលោកតាចៅអធិការម្ដងទៀតលោកតាលោកគ្រូសម្បូរកំពុងមានរឿងហើយគាត់ប្លែកណាស់ដូចមនុស្សត្រីមុនអាគមអ៊ីចឹងយាយប្រាក់រៀបរាប់ដោយទឹកមុខស្លេកស្លាំងលោកតាចៅអធិការក៏បានយល់ពីអ្វីដែលកំពុងកើតឡើងនាងតានីចាប់ផ្ដើមធ្វើបាបលោកគ្រូសម្បូរហើយនាងចង់បានគាត់ទៅនៅជាមួយនាងជារៀងរហូតយប់នោះ
លោកតាចៅអធិការនិងយាយប្រាក់ព្រមទាំងអ្នកភូមិខ្លះទៀតបាននាំគ្នាទៅផ្ទះលោកគ្រូសម្បូរពួកគេបានឃើញសម្បូរកំពុងអង្គុយនិយាយខ្សឹបខ្សៀវជាមួយនាងតានីដែលកំពុងអង្គុយលើមាត់បង្អួចនាងតានីញញឹមដាក់សម្បូរដោយក្តីស្រឡាញ់តែស្នាមញញឹមនោះមើលទៅគួរឲ្យព្រឺខ្លាចនៅក្នុងក្រសែភ្នែកអ្នកភូមិលោកគ្រូសម្បូរលោកគ្រូកំពុងនិយាយជាមួយខ្មោចទេយាយប្រាក់ស្រែកឡើងដោយក្តីភ័យខ្លាចសម្បូរភ្ញាក់ព្រឺតហើយនាងមកមើលតាផ្គានាងតានីបានបាត់ខ្លួនទៅបាត់ហើយយាយនិយាយអីហ្នឹងនាងមិនមែនខ្មោចទេនាងជាមនុស្សស្រីល្អម្នាក់លោកតាចៅអធិការបានដើរទៅជិតសម្បូរដោយទឹកមុខមេត្តាលោកគ្រូនាងជាខ្មោចនាងតានីនាងកំពុងតែបឺតជញ្ជក់កម្លាំងរបស់លោកគ្រូបើលោកគ្រូនៅបន្តទៀតលោកគ្រូនឹងស្លាប់ហើយคล้ายជាគូស្នេហ៍របស់នាងជារៀងរហូតសម្បូរមិនជឿសម្ដីរបស់លោកតាទេគាត់មានអារម្មណ៍ខឹងអ្នកភូមិដែលមកបំផ្លាញក្តីសុខរបស់គាត់អ្នកទាំងអស់គ្នាមិនដឹងរឿងទេនាងឯកោខ្ញុំក៏ឯកោយើងត្រីគ្នាតាអ្នកភូមិព្យាយាមអូសទាញសម្បូរឲ្យចេញពីផ្ទះតែគាត់រឹងរូសមិនព្រមទៅរំពេកនោះស្រាប់តែខ្យល់បក់បោកយ៉ាងខ្លាំងស្លឹកចេកបក់បោកលួនឮសូរក្រោកដូចជាមានអ្វីមួយកំពុងតែខឹងសម្បាក្លិនក្រអូបឈ្ងុយឈ្ងប់បានប្រែក្លាយទៅជាក្លិនស្អុយទ្រលោមដូចជាក្លិនផ្កាស្លាប់សំឡេងនាងតានីបានលន្លឺពីក្រោមដើមចេកអ្នកណាក៏ដោយកុំមកបំបែកពួកយើងខួតជារបស់ខ្ញុំសំឡេងនោះកិនជ្រាវលន្លឺពេញភូមិធ្វើឲ្យអ្នកភូមិភ័យស្លិនស្លរត់ប្រសិចប្រសាច់លោកតាចៅអធិការមិនបានភ័យខ្លាចឡើយគាត់បានចាប់ផ្ដើមសូត្រធម៌មន្តអាគមគាត់បានយកខ្សែអក្សរមន្តអាគមទៅចងពួតជុំវិញដើមចេកធំនោះពេលតែគាត់សូត្រធម៌កម្លាំងខ្មោចរបស់នាងតានីក៏ចាប់ផ្ដើមចុះខ្សោយស្រមោលរបស់នាងបានលេចឡើងម្ដងទៀតតែលើកនេះនាងមើលទៅមិនស្រស់ស្អាតដូចមុនទេនាងមានទឹកមុខឈឺចាប់និងភ្នែកក្រហមឆៅដូចបិសាចនាងតានីបានព្យាយាមវាយប្រហារលោកតាចៅអធិការតែអំណាចធម៌របស់លោកតាបានការពារគាត់សម្បូរបានដួលសន្លប់បាត់ស្មារតីដោយសារតែការបឺតជញ្ជក់កម្លាំងរបស់នាងការប្រយុទ្ធរវាងព្រះធម៌និងអំណាចខ្មោចបានបន្តរហូតដល់ជិតភ្លឺទីផុតកម្លាំងរបស់នាងតានីក៏ចុះខ្សោយហើយនាងបានបាត់ខ្លួនបន្សល់ទុកនៅក្លិនស្អុយនិងស្លឹកចេកដែលខ្យល់បក់បោកដាច់រហែកពេលព្រឹកព្រលឹមលោកគ្រូសម្បូរបានភ្ញាក់ឡើងគាត់មានអារម្មណ៍ឈឺក្បាលវង្វេងវង្វាន់តែគាត់បានរួចផុតពីមុនស្នេហាខ្មោចហើយគាត់បានឃើញអ្នកភូមិកំពុងនៅជុំវិញគាត់យាយប្រាក់បានយំខ្សឹបខ្សៀវលោកគ្រូបានរួចហើយសម្បូរបានមើលទៅដើមចេកធំនោះដើមចេកនៅតែឈរយ៉ាងខ្ពស់ត្រដែតតែវាហាក់ដូចជាស្ងប់ស្ងាត់និងគ្មានប្រលឹងជាងមុនគាត់មិនអាចចាំបានថាគាត់បាននិយាយអ្វីខ្លះជាមួយនាងតានីកាលពីយប់មិញតែគាត់មានអារម្មណ៍ថាគាត់បានបាត់បង់អ្វីមួយដ៏ធំធេងនៅក្នុងជីវិតរបស់គាត់ប៉ុន្មានថ្ងៃក្រោយមកលោកសម្បូរបានសម្រេចចាត់ចាកចេញពីភូមិព្រៃផ្អៅគាត់មិនអាចបន្តរស់នៅក្បែរដើមចេកនោះបានទៀតឡើយគាត់បានបន្សល់ទុកនៅក្តីស្រមៃចង់បង្រៀនកុមារនៅទីនោះតែគាត់ក៏បានទទួលមេរៀនជីវិតដ៏ឈឺចាប់មួយពីនាងតានីផងដែរមុនពេលគាត់ចេញដំណើរគាត់បានទៅលាលោកតាចៅអធិការលោកតាខ្ញុំមិនដែលជឿរឿងខ្មោចទេតែពេលនេះខ្ញុំជឿហើយលោកតាចៅអធិការញញឹមតិចលោកគ្រូមេរៀនមួយនេះនឹងបង្រៀនលោកគ្រូឲ្យចេះប្រុងប្រយ័ត្ននិងចេះស្គាល់ការពិតនាងតានីគ្រាន់តែឯកោពេកប៉ុណ្ណោះនាងគ្រាន់តែចង់បានស្នេហាសម្បូរបានចាកចេញពីភូមិព្រៃផ្អៅដោយបន្សល់ទុកនៅអនុស្សាវរីយ៍ដ៏ល្វីងជូរចត់គាត់បានក្លាយជាគ្រូបង្រៀនដ៏ឆ្នើមម្នាក់នៅកន្លែងផ្សេងតែរឿងរ៉ាវនាងតានីនៅតែដិតដាមនៅក្នុងចិត្តរបស់គាត់ជានិច្ចរៀងរាល់ពេលដែលគាត់ឃើញដើមចេកគាត់តែងតែនឹកឃើញដល់ក្លិនក្រអូបឈ្ងុយឈ្ងប់នៃផ្កាម្លឹកនិងសម្រស់ដ៏អាថ៌កំបាំងរបស់នាងតានីដែលធ្លាប់បានលួចបេះដូងកំលោះចាស់ឯកោរូបនេះ
ហើយគាត់ក៏ដឹងថាខ្មោចមិនមែនសុទ្ធតែគួរឲ្យខ្លាចនោះទេតែខ្មោចខ្លះក៏អាចជាវិញ្ញាណដែលកំពុងស្វែងរកសេចក្តីស្រឡាញ់និងការយល់ចិត្តផងដែរ